យុវជនសតវត្សទី21បានរៀបចំវេទិកាបណ្ឌិតសភាចំហមួយនៅសាកលវិទ្យាល័យខេមរៈកាលពីព្រឹកម្សិលមិញក្នុងសង្កាត់ភ្នំពេញថ្មីដើម្បីជជែកពិភាក្សាអំពីរដ្ឋថ្មីរវាងគណៈបកជាប់ឆ្នោតទាំងពីរនៅក្នុងប្រទេសកម្ពុជានៅក្នុងកិច្ចពិភាក្សានេះគឺមានការចូលរួមផ្ដល់យោបល់ដោយក្រុមអ្នកវិភាគឯករាជ្យនិងតំណាងគណៈបកសង្គ្រោះជាតិប៉ុន្តែពុំមានវត្តមាននៃតំណាងគណៈប្រជាជនកម្ពុជាចូលរួមឡើយលោកជាងសុជាមេតារាយការណ៍ពីរឿងនេះវេទិកាបណ្ឌិតសភាចំហដែលចូលរួមដោយប្រសង់និស្សិតនិងពលរដ្ឋប្រមាណ300នាក់ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ឱកាសឲ្យអ្នកនយោបាយបង្ហាញប្រាប់ប្រជាពលរដ្ឋថាតើពួកគេដោះស្រាយយ៉ាងណាចំពោះនយោបាយដែលជាប់គាំងក្នុងពេលបច្ចុប្បន្នក្រៅពីនេះវេទិកានេះក៏ផ្ដល់ឱកាសឲ្យអ្នកវិភាគនយោបាយអ្នកវិភាគសង្គមបញ្ញវន្តនិស្សិតចូលរួមផ្ដល់មតិទៅឲ្យអ្នកនយោបាយដើម្បីជួយស្វែងរកមធ្យោបាយទម្លុះភាពទាល់ច្រកដែលបានអូសបន្លាយជិត1ឆ្នាំមកហើយនេះវេទិកាវិភាសាដែលចូលរួមជាវាគ្មិនដោយអ្នកវិភាគឯករាជ្យដូចជាលោកបណ្ឌិតកែមលីលោកបណ្ឌិតសុកទូចនិងអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយ៉ែនពេញរិទ្ធបានពិភាក្សាលើប្រធានបទមួយចំនួនដូចជាអំពីការដាក់បញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញអំពីយន្តការនៃការព្រមព្រៀងគ្នារវាងគណៈបកនយោបាយទាំងពីរអំពីភាពវិជ្ជមាននិងអវិជ្ជមាននៃការមិនបោះឆ្នោតមុនអាណត្តិអំពីការផ្ដល់ប្រព័ន្ធផ្សព្វផ្សាយឲ្យគណៈបកប្រឆាំងនិងអំពីផលប៉ះពាល់ផ្សេងៗនៅពេលដែលអ្នកនយោបាយខ្មែរមិនត្រូវរើគ្នាជាដើមទាក់ទងនឹងការរៀបចំវេទិកាវិភាសានេះអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយ៉ែនពេញរិទ្ធមានប្រសាសន៍ថាលោកសប្បាយរីករាយនិងគាំទ្រចំពោះការរៀបចំឲ្យមានការវិភាសានេះឡើងព្រោះថាវាផ្ដល់ឱកាសឲ្យពលរដ្ឋពិសេសយុវជនបានដឹងអំពីការវិវត្តនយោបាយនិងអំពីបញ្ហាពិតជាក់ស្ដែងដែលកំពុងកើតមាននៅក្នុងប្រទេសគឺកម្មវិធីនេះល្អមែនទែនយើងសង្កេតឃើញថាសាកលវិទ្យាល័យខេមរៈលោកតែងតែរៀបចំដើម្បីមានការចូលរួមពីយុវជនសិស្សនិស្សិតរបស់យើងហើយសិស្សនិស្សិតចូលរួមមានផលប្រយោជន៍ដែលសំខាន់នោះគាត់បានជ្រាបពីព័ត៌មានគាត់អាចបានសួរចម្លើយដើម្បីឲ្យបានដឹងព័ត៌មានពិតនៃសង្គមរបស់យើងហើយនៅប្រទេសណាក៏ដោយគឺសំខាន់ជាបំផុតគឺការចូលរួមរបស់សិស្សនិស្សិតតែម្ដងបាទទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យគណៈបកប្រឆាំងរូបនេះសម្ដែងការសោកស្ដាយដែលតំណាងរាជគណៈបកប្រជាជនកម្ពុជាមិនបានឆ្លៀតឱកាសចូលរួមដើម្បីជជែកជាមួយប្រសង់និស្សិតនិងបញ្ញវន្តដើម្បីដោះស្រាយបញ្ហារួមគ្នាសាកលវិទ្យាល័យនិងជាអ្នកវិភាគនយោបាយឯករាជ្យបណ្ឌិតសុកទូចដែលរៀបចំឲ្យមានវេទិកាវិភាសានេះឡើងក៏សម្គាល់ថាវេទិកាប្រភេទនេះមិនត្រឹមតែអាចចូលរួមចំណែកផ្ដល់គំនិតបន្ថែមឲ្យអ្នកនយោបាយនោះទេតែថែមទាំងជួយផ្ដល់ចំណេះដឹងឲ្យនិស្សិតជាពិសេសគឺនិស្សិតដែលសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយតែម្ដងលោកអះអាងថាសាកលវិទ្យាល័យរបស់លោកនឹងបន្តរៀបចំវេទិកាបែបនេះក្នុងពេលខាងមុខទៀតជាពិសេសនៅពេលដែលប្រទេសជាតិមានបញ្ហាតាំងតែងផ្នែកនយោបាយហើយដែលអ្នកនយោបាយមិនអាចរកដំណោះស្រាយចំពោះបញ្ហានេះបានហើយយើងឃើញថាចូលរួមនេះគឺទី1គឺវិសិទ្ធគាត់បានចំណេះដឹងទី2គាត់អាចជំរុញនៅគំនិតល្អៗទៅគណៈបកនយោបាយជួនកាលគាត់ចេះយល់ថាគាត់គប់ជុំជួយប៉ុន្តែយើងបានគំនិតបន្ថែមមកដើម្បីបំពេញតម្រូវការរបស់អ្នកនយោបាយធម្មតាអ្នកនយោបាយរកដំណោះស្រាយមិនបានកុំឲ្យថាអ្នកនយោបាយអត់អញ្ចឹងខាងយើងវិទ្យាសាស្ត្រធ្វើទៅឲ្យរុញគំនិតទៅអ្នកនយោបាយវេទិកាបណ្ឌិតសភាចំហពេលនេះត្រូវបានរៀបចំឡើងបន្ទាប់ពីគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបរាជ័យមិនអាចទម្លាក់ភាពជាប់គាំងនយោបាយបានក្រោយពីមន្ត្រីបច្ចេកទេសមកពីគណៈបកទាំងពីរមិនអាចស្វែងរកការឯកភាពគ្នាលើចំណុចជ្រើសតាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីដាក់ស្ថាប័ននេះទៅជាស្ថាប័នធម្មនុញ្ញក្នុងពេលពួកគេជួបចរចាគ្នាកាលពីព្រឹកថ្ងៃទី12ខែមិថុនាដោយខាងគណៈបកសង្គ្រោះជាតិចង់ឲ្យបោះឆ្នោតអនុម័តក្នុងសភាដោយសម្លេង2ភាគ3ប៉ុន្តែគណៈបកប្រជាជនកម្ពុជាចង់រក្សាការអនុម័តដោយសម្លេងភាគច្រើនដាច់ខាតដោយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដដែលខ្ញុំយឺសុជាមេតាវិទ្យុអាស៊ីសេរីភ្នំ